ច្រើនឆ្នាំមុនមានអ្នកដឹកនាំដ៏ក្លាហានម្នាក់ដែលស្រឡាញ់ព្រះយ៉ាងខ្លាំងឈ្មោះរបស់គាត់គឺយ៉ូស្វេពិតជាស្រឡាញ់ព្រះហើយចង់ធ្វើតាមអ្វីដែលព្រះមានបន្ទូលយ៉ូស្វេនិងជនជាតិអ៊ីស្រាអែលដើរផ្លូវឆ្ងាយបន្ទាប់មកពួកគេបានមកដល់ទីក្រុងធំមួយឈ្មោះក្រុងនោះគឺក្រុងយេរីខូក្រុងយេរីខូមានកម្លាំងខ្លាំងហើយកំពែងក៏ខ្ពស់ដែរច្រកទ្វារត្រូវបានបិទយ៉ាងតឹងរ៉ឹងគ្មាននរណាម្នាក់អាចចូលឬចេញបានទេយ៉ូស្វេមើលទៅទីក្រុងហើយគិតជញ្ជាំងនេះធំណាស់តើយើងអាចធ្វើអ្វីបានប្រជាជនក៏ព្រួយបារម្ភដែរបន្ទាប់មកព្រះមានបន្ទូលទៅកាន់លោកយ៉ូស្វេកុំខ្លាចអីខ្ញុំបានផ្ដល់ឲ្យអ្នកនៅទីក្រុងនេះរួចហើយឥឡូវស្ដាប់អ្វីដែលអ្នកត្រូវធ្វើរយៈពេល6ថ្ងៃយកមនុស្សទាំងអស់ដើរជុំវិញកំពែងក្រុងមួយថ្ងៃម្ដងបូជាចារនឹងទៅមុនគេដោយផ្លុំត្រែពេលអ្នកដើរប៉ុន្តែប្រជាជនត្រូវតែស្ងប់ស្ងាត់គ្មានការស្រែកទេមិននិយាយទេគ្រាន់តែដើរមួយដងក្នុងមួយថ្ងៃព្រះបានប្រទានបញ្ជាមួយទៀតនៅថ្ងៃទី7ដើរជុំវិញទីក្រុង7ដងពេលអ្នកបញ្ចប់បូជាចារនឹងផ្លុំត្រែពេលនោះមនុស្សទាំងអស់ត្រូវស្រែកដោយសំឡេងយ៉ាងខ្លាំងពេលអ្នកធ្វើដូច្នេះកំពែងក្រុងយេរីខូនឹងធ្លាក់ដល់ដីយ៉ូស្វេបានស្ដាប់ដោយយកចិត្តទុកដាក់ចំពោះបន្ទូលរបស់ព្រះគាត់មិនបាននិយាយទេនោះជារឿងចម្លែកគាត់គ្រាន់តែជឿលើព្រះហើយស្ដាប់បង្គាប់ភ្លាមនៅព្រឹកបន្ទាប់លោកយ៉ូស្វេបានប្រមូលប្រជាជនគាត់បានប្រាប់ពួកបូជាចារយកត្រែរបស់អ្នកដើរនៅមុខមនុស្សផ្លុំត្រែនៅពេលយើងដើរពួកសង្ឃដើរទៅមុខប៊ុំ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 ប្រជាជនដើរតាមពីក្រោយយ៉ាងស្ងៀមស្ងាត់មិនមានពាក្យមួយត្រូវបាននិយាយមួយជំហានម្ដងពួកគេដើរជុំវិញជញ្ជាំងដ៏ធំពេលពួកគេបញ្ចប់ពួកគេក៏ត្រឡប់ទៅជំរំរបស់ពួកគេវិញនៅថ្ងៃទី2ពួកគេបានធ្វើដូចគ្នាប៊ុំប៊ុំប៊ុំថ្ងៃទី3ថ្ងៃទី4ថ្ងៃទី5ថ្ងៃទី6អ្វីគ្រប់យ៉ាងគឺដូចគ្នាពួកសង្ឃផ្លុំត្រែប្រជាជនបានដើរប៉ុន្តែគ្មាននរណាម្នាក់និយាយពាក្យអ្វីទេទីបំផុតថ្ងៃទី7បានមកដល់លោកយ៉ូស្វេបានប្រមូលប្រជាជនពីព្រលឹមលោកបាននិយាយថាថ្ងៃនេះជាថ្ងៃនេះយើងដើរក្បួន7ដង1 2 3 4 5 6ដងនៅទីបំផុតនៅថ្ងៃទី7យ៉ូស្វេបានស្រែកឡើងឥឡូវនេះចូលស្រែកដាក់ព្រះអម្ចាស់ដោយអស់ពីកម្លាំងពួកសង្ឃផ្លុំត្រែប៊ុំ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 ប្រជាជនបានបន្លឺសំឡេងហូរ៉ាយ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 ពួកគេបានស្រែកខ្លាំងតាមដែលពួកគេអាចធ្វើបានបន្ទាប់មកដីចាប់ផ្ដើមញ័រកំពែងខ្ពស់នៃក្រុងយេរីខូបានបាក់បែកពួកគេបានដួលទៅនឹងដីប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអីយ៉ាមានអ្វីកើតឡើងវាជាអភូតហេតុព្រះបានធ្វើនេះនៅថ្ងៃនោះព្រះបានប្រទានក្រុងយេរីខូដល់រាជសទ្រង់មិនមែនដោយសារប្រជាជនខ្លាំងនោះទេវាមិនមែនដោយសារតែពួកគេឆ្លាតនោះទេគឺដោយសារពួកគេបានទុកចិត្តហើយគោរពតាមព្រះបន្ទូលរបស់ព្រះយ៉ូស្វេនិងជនជាតិអ៊ីស្រាអែលបានរៀនមេរៀនដ៏ធំមួយពេលព្រះមានព្រះបន្ទូលទ្រង់មានឥទ្ធិពលខ្លាំងណាស់នៅពេលដែលព្រះជាម្ចាស់ប្រទានបញ្ជាទ្រង់ធ្វើផ្លូវមួយទោះបីជាយើងមិនយល់ក៏ដោយយើងអាចជ្រើសរើសគោរពតាមហើយពេលយើងស្ដាប់បង្គាប់ព្រះនឹងធ្វើការអស្ចារ្យព្រះរបស់យើងគឺខ្លាំងព្រះរបស់យើងមានអំណាច